chưa mẹ bằng cái doanh nghiệp của tiếp là nhỉ ôត្រីសុទ្ធត្រីល្អល្អvậy vô đây chụpត្រីបើនិយាយពីកន្លែងមនុស្សវិញដូចគេទៅផ្សារបងប្អូនអើយដូចនៅផ្សារនោះឯងមានអ្នកធ្វើត្រីជុះសំណាញ់ផងនិយាយថាទាំងស្រីទាំងប្រុសក្មេងចាស់ទៅអស់ហើយចំណែកត្រីបងប្អូនឃើញមួយសំណាញ់មិនក្រោមពី20គីឡូទេបងប្អូនហើយសិតតែត្រីល្អហើយត្រីធំទៀតចំណែកឯកូនត្រីទូចអូយមិនខ្វះទេយកទៅណាអស់ហើយក៏ដើរមើលគេមកសទោសអត់បានក៏នោមគ្នាទលាក់ទូកមកពីលើឡានចុះទៅទីតាំងដែលយើងត្រូវបងនោះគេថាយើងទៅគេអត្តនប់ទៅទឹកខោគឺទីតាំងនេះគឺមានមនុស្សស្លាប់ដែរកាលពីទឹកជន់ច្រើនពួកគាត់ទៅចូលអាកន្លែងជ្រៅទៅគេអត្តនប់ដែលទឹកកោលខ្លាំងនោះក៏បាត់បង់ជីវិតអស់2នាក់ហើយក៏ឥឡូវនេះទឹកវាហូរមិនខ្លាំងប្រហែលទេបងប្អូនដោយសារតែទឹកស្រកអញ្ចឹងត្រីវាឡើងមួវាកកនៅនោះឯងឡើងទៅលើអត់រួចក៏នោមគ្នាចោះទៅបងព្រោះថាមួយស្នាញ់ដំបងដូចបងប្អូនឃើញអូវាថាត្រីទៅណាអស់មិនក្រោមពី2គីឡូទេមួយស្នាញ់បងប្អូនវាថាសម្បូរសបាយប៉ុន្តែទឹកកន្លែងហ្នឹងក៏វាជ្រៅគួរសមដែរល្បាក់3ទៅ4ម៉ែត្រ5ម៉ែត្រឯណោះពួកខ្ញុំក៏នោមគ្នាមួយលើកអញ្ចឹងទៅហើយក៏បងពីមួយស្នាញ់ទៅមួយស្នាញ់ចំណែកឯកូនត្រីវិញបងប្អូនអើយលោតដាក់ចូលនឹងទូគេថាយើងកិច្ចវាបងប្អូនវាលោតដល់ពេលយើងបងចឹងទៅវាលោតចេញពីស្នាញ់វាកាឡាធំចឹងទៅអាទុយវាលោតចេញមួក៏អូនិយាយពីថាមនុស្សអ្នកភូមិអ្នកផងទៅអស់ហើយពេញមកភូមិពេញមកស្ទឹកនឹងឯងហើយមានតាំងពីខាងកំពង់ចាមគេទៅទៀតគេថាលឺល្បីគេថារកបានចឹងទៅអូបងប្រុសម្នាក់នោះកាត់មកតាំងពីកំពង់ចាមបើកឡានដឹកអីវ៉ាន់តាំងពីអស់តាំងពីអីមួអូប្រងព្រាតពេញនឹងឯងហើយនិយាយពីថាត្រីបងប្អូនដូចឃើញមកស្នាញ់វាថាសបាយលើកយ៉ាងណាហូស្អែកគេជ្រាវពេញមកស្ទឹងហើយបានច្រើនប្លឹងអ្នកណាមិនសប្បាយទាំងគេទាំងយើងមិនអត់សូម្បីតែអ្នកមើលហ្នឹងក៏ស្ងើចតែពេលឃើញវីដេអូហ្នឹងដូចឃើញនឹងឯងអូយលោតយ៉ាងណាក៏លោតថ្ងៃស្អែកខ្ញុំនឹងទៅបន្តទៀតបងប្អូនគេថាយើងទៅបោះតង់ទៅដេកនឹងនោះផងហើយយើងបងទាំងថ្ងៃទាំងយប់តែម្ដងគេចង់ដឹងថាត្រីវាច្រើនប៉ុណ្ណាហើយគេថាសប្បាយឃើញពីកន្លែងមួយទៅកន្លែងមួយវាតែលោតអូអ្នកខ្លះវាយត្រីលេងវាតែសប្បាយយ៉ាងណាក៏សប្បាយហើយថាតិចបំផុតអីបើថា4-5សណាញ់អត់ត្រូវមួយសណាញ់មើលថាអាខាងក្រោមវិញពាក្យច្រើនគឺត្រីទូចទេបងប្អូនដោយសារតែពួកគាត់អត់មានទូកដូចយើងអញ្ចឹងទៅក៏បានបងយកតែត្រីទូចទេយើងមានទូកអញ្ចឹងយើងមានព្រៀបយើងចូលទៅបងដល់លើគឺថាបងរយៈពេលប្រហែលជា3ម៉ោងទេបងប្អូនត្រីពេញធុងអប៉ែគឺថាដាក់អស់ហើយនោះគ្នាបងទៀតវាថាស្ងើចត្រីស្ដាយក៏នោមគ្នាបងឯងគឺថាលើកទៅដូចឃើញនៅបងប្អូនអានេះគឺថាអត់ត្រូវហើយមួយស្នាញ់នឹងបានប៉ុណ្្នឹងហើយអ្នកផ្សេងទៀតគេនោមគ្នាបងពេញអូយថាសបាយអយ៉ាងណាដូចនោមគ្នាទៅបន់ចឹងឯងហូគេជ្រាវសបាយពេញមកទឹកគឺថាអ្នកណាតែគេត្រូវនោះគេហូក្រៅចឹងទៅហើយថាអ្នកភូមិខ្ញុំក៏ឃើញទៅប្រងព្រាតទៅអ្នកចម្ងាយឃើញថាណានេះដូចបងប្អូនឃើញហើយតាំងពីកំពង់ចាមឯណានេះនោះហើយនឹងឯងនោមគ្នាបងដាក់ឯងប្រងពេញទឹកចឹងទៅគេថាសបាយយ៉ាងណាអាកូនត្រីក៏វាលោតចូលទូកគេថាតាមពិតត្រីបងមិនសូវបានទេអ្នកសួរខ្ញុំថាខ្ញុំបានត្រីនឹងដោយសារវាលោតចូលទូកតែតាមពិតយើងនិយាយលេងទេហើយដូចឃើញចឹងបងប្អូនអូយវាថាច្រើនថ្ងៃនេះអត់សូវត្រូវទេកាលពីម្សិលមិញបានត្រូវខ្លាំងគេថាមកផ្លែតអីពេញធុងផ្លែតពេញធុងឲ្យធុងអា20000ណាអាធុងស្នោបងប្អូនដូចដឹងស្រាប់វាធំប៉ុណ្ណាក៏ដាក់មកផ្លែតពេញឲ្យដូចឃើញចឹងយើងទៅក្រោយគេផងបានប៉ុណ្ណេះអូយ៉ាអូមួយស្នាញ់ប៉ុណ្ណេះឯងនិយាយថាពាក្យច្រើនត្រីសម្បូរត្រីរៀលហើយនឹងត្រីឆ្កែងគឺប្រភេទត្រីពួកហ្នឹងឯងបើយើងអត់បងមួយបើថាយើងមួយបានសម្បូរអាពួកត្រីអត់សកាដូចជាត្រីកលាំងហើយត្រីតនេលត្រីខ្ចាយអញ្ចឹងទៅបើយើងឯណាមួយឯណាពួកអីគ្នាតិចណាមួយទឹកវាជ្រៅដែរវាពិបាកអញ្ចឹងទៅហើយយើងបងអត់មួយក៏វាបានដែរយើងចាំបាច់ទៅមួយធ្វើអីមែនអត់បងប្អូននោះឯងក៏រៀងស្បើយអត់សូវត្រូវទេអញ្ចឹងនោមគ្នាត្រឡប់មកផ្ទះវិញយកត្រីមកទុកណាមួយត្រីយើងពេញធុងផងក៏លើកមួនេះបងប្រុសម្នាក់នឹងឯងដែលពងឈួរថតនេះឡានពួកគាត់មកតាំងពីកំពង់ចាមមកដល់កំពង់ធំដល់ស្រុកជាឯនោះហើយបងប្អូនឃើញឡានប្រងព្រាតនៅតិចថាគេទៅបន់ទៅទៀនអីទៅតាមពិតគេមករត់ត្រីដូចទីពួកខ្ញុំចឹងឯងហើយក៏នោះគ្នាត្រឡប់មកផ្ទះវិញគេថាទេសភាពព្រៀបលិចអូយស្រស់ស្អាតខ្លាំងណាស់ឃើញមកក្រុមនោះតិចច្រឡំថា
គេmuaពីណាអីតាមពិតmuaពីបងត្រីជីសិតស្វតវិញអ្នកបងត្រីនឹងអ្នកស្រុកខ្ញុំ មិនធម្មតាទេហើយត្រីរបស់យើងគឺសមិទ្ធផលគឺបានមកថុកនេះពេញចាក់យកទៅចែកគ្នាហូបគេថាល្ងាចពេកបងប្អូនយើងចែកមួល្ងាចអត់មានទៅលក់ឯណាកើតទេត្រីក៏មានទៅចែកគ្នាធ្វើផ្អកធ្វើប្រហុកទៅចែកបងប្អូនញាតិយើងនឹងឯងដែលគាត់បានទៅបងទៅចែកគ្នាហូបចឹងទៅហើយក៏វីដេអូនេះក៏ត្រូវទីបញ្ចប់ហើយបងប្អូនខ្ញុំនឹងមានវីដេអូបន្តនៅថ្ងៃស្អែកខ្ញុំនឹងទៅបោះតង់